សួស្តី David បាទបាទ David នៅថ្ងៃស្អែក Extreme Cambodia គុនខ្មែរគឺជាគូរងជើងឯកបាទហើយបានស្គាល់ច្បាស់ពីកីឡាករដៃគូប្រកួតរបស់យើងហ៎ធ្លាប់គាត់វាយមួយខាំមួយខ្លានៅហងមានហ្នឹងបាទតាមដឹងចាញ់កូនខ្លានៅហងមាននេះប្រកៀកប្រកិតទេបាទហើយសម្រាប់ការជួបជាមួយនឹង David យល់ឃើញពីសមាសភាពដៃគូយើងមិនដែរបាទសម្រាប់សមត្ថភាពរបស់គាត់គឺល្អបងអារម្មណ៍ហ្នឹងគឺចង្វាក់ចេញចូលគាត់ដៃគាត់ល្អដៃគាត់លឿនហើយសម្រាប់ David បាត់ដឹងពីដៃលឿនហើយយើងមានវិធីសាស្ត្រក្នុងការទប់ក្បាច់ដៃគេណាមានបងមានបាទហើយសម្រាប់ David ការជួបជាមួយនឹងកីឡាករអ៊ីរ៉ង់នេះយើងបានត្រៀមចិត្តត្រៀមកាយមកជួបគេនេះប្រហែល%ដែរសម្រាប់ខ្ញុំគឺ50បងនៅលើសង្វៀនជាក់ស្ដែងយើងនឹងថ្ងៃស្អែកនឹងបញ្ចេញអស់បាទហើយហាត់ពេញឯងកន្លងមកនេះបាទសម្រាប់ការហ្វឹកហាត់គឺជាប់លាប់ល្អបាទជាប់លាប់ល្អណាស់ហើយមួយទៀតធម្មតានៅ Extreme យើងតែងតែផ្ដល់ជូនទៅដល់កីឡាករដែលគាត់ផ្ដួលដៃគូលឿនបាទលឿនជាងគេទទួលបានទឹកប្រាក់ពីកម្មវិធីក៏ដូចជាគូជក់ចិត្តសម្រាប់ David នៅពេលអញ្ចឹងយើងគិតថាយើងចង់ផ្ដួលដៃគូឲ្យឆាប់លឿនបំផុតត្រឡប់លឿនបំផុតបាទបើសិនជាអាចនឹងចង់ផ្ដួលលឿនហើយបាទផ្ដួលលឿនហើយវាយកង់អីគេដែរដូចជាកង់ធំ5ទឹកឯងបងបាទធំណាអត់ដឹងច្បាស់ដែរបាទហើយចុងក្រោយ David មានអ្វីដែលត្រូវផ្ដាំផ្ញើទៅដល់អ្នកដែលគ្រប់គ្រង David ក៏ដូចជាអ្នកគ្រប់គ្រង Saivian Extreme បាទចុងក្រោយក៏សូមអរគុណដល់ស្ថានីយ៍ទូហងមាសបាទកម្មវិធី Extreme បាទដែលតែងតែផ្ដល់ឱកាសឲ្យខ្ញុំបាទប្រកួតហើយក៏កីឡាករដែលតែប្រកួតកម្មវិធីធំៗយ៉ាងបាទហើយក៏សូមជូនពរឲ្យកម្មវិធីហងមាសកាន់តែទៅមុខបាទហើយជាចុងក្រោយនឹងខិតខំប្រឹងប្រែងប្រកួតដោយអស់ពីសមត្ថភាពដើម្បីទស្សនិកជនអរគុណ David